បាទជំរាបសួរបងប្អូនទាំងគ្នាសាជាថ្មីម្ដងទៀតថ្ងៃនេះមកជួបជាមួយលោកគ្រូដោយសពម្ដងហើយថ្ងៃនេះយើងរៀនអំពីវិជ្ជាការភាសាអង់គ្លេសទៀតដែរបាទអញ្ចឹងតែភាសាដើមមុនក៏យើងបានរៀនអំពីវិជ្ជាការដែរអញ្ចឹងថ្ងៃនេះយើងរៀនអំពីវិជ្ជាការមួយដែលភាសាអង់គ្លេសថា determiners បាទ determiners មានន័យថាបើយើងនិយាយស្រួលស្ដាប់មកភាសាខ្មែរនេះគេថាគុណនាមកំណត់បាទយើងដឹងថាគុណនាមកំណត់ត្រូវបានបែងចែកជា5ទៀតបាទមានគុណនាមចំនួនគុណនាមសម្រួលគុណនាមច្បាស់គុណនាមកម្មសិទ្ធិជាដើមបាទអញ្ចឹងថ្ងៃនេះយើងរៀនអំពី determiner ដែលតែខ្មែរថាអ្នកកំណត់ឬយើងអាចនិយាយថាជាគុណនាមកំណត់បាទខ្មែរបាទតើ determiners នឹងយើងប្រើនៅក្នុងលក្ខខណ្ឌបែបណាអញ្ចឹងយើងស្ដាប់ទៅវាការប្រើប្រាស់គឺប្រើសម្រាប់បង្ហាញអំពីព័ត៌មានរបស់នាមឲ្យកាន់តែជាក់លាក់មានន័យថាយើងប្រើវានៅខាងមុខនាមឬសព្វនាមបាទយើងអាចប្រើវានៅខាងមុខនាមហើយឬក៏សព្វនាមណាដែលសព្វនាមហ្នឹងវាជាប់ជាមួយវាជាវាជាប់ជាមួយនឹងពាក្យនាមហ្នឹងដើម្បីឲ្យកាន់តែច្បាស់លាស់ដែរណាបាទអញ្ចឹងត្រឡប់មកវិញdeterminer យើងប្រើសម្រាប់បង្ហាញព័ត៌មានរបស់នាមឲ្យកាន់តែច្បាស់លាស់ហើយយើងប្រើវាដោយមានទីតាំងនៅខាងមុខនាមណាតោះអញ្ចឹងយើងមើល tense of determiner អញ្ចឹងលោកគ្រូគឺបន្ថែមនៅក្នុងមេរៀនរបស់យើងរៀនតែចំណុចទី4ទេ quantifiers បាទតើតើជាមួយនឹងគុណនាមកំណត់ដែលនិយាយអំពីបរិមាណបាទនិយាយអំពីបរិមាណឬក៏កម្រិតបរិមាណនៃចំនួនអញ្ចឹងណាប៉ុន្តែនៅទីនេះលោកគ្រូបានបញ្ជាក់ឲ្យយើងកាន់តែច្បាស់ថា determiners នៅក្នុងភាសាអង់គ្លេសត្រូវបានបែងចែកជា4ប្រភេទទី1យើងហៅថា article យើងដឹងហើយនៅក្នុងភាសាអង់គ្លេស article មាន earn ហើយនឹង that បាទយើងប្រើវាឧទាហរណ៍បាទ a boy climbs to the tree អញ្ចឹងក្មេងប្រុសម្នាក់អញ្ចឹងយើងឃើញថា determiner article នេះយើងប្រើបញ្ជាក់ឲ្យគេ boy បាទ boy ក្មេងប្រុសក្មេងប្រុសម្នាក់បាទឡើងដើមឈើអញ្ចឹងយើងឃើញណា determiner គឺប្រើនៅក្នុងមុខនាមដើម្បីបញ្ជាក់លក្ខណៈឲ្យណាបាទទី2ប្រភេទរបស់វាគឺគេប្រើវាជា demonstrative មានន័យថាគឺជាការប្រើដើម្បីបង្ហាញឲ្យឃើញអំពីទីតាំងថាវានៅជិតឬក៏នៅឆ្ងាយដែរនៅក្នុងភាសាអង់គ្លេសគេប្រើពាក្យ this that this and those អញ្ចឹង this មានន័យថានៅជិតបាទនៅជិតហើយគេសំដៅទៅលើអីមួយដែលជាឯកបាច់ចំណែក that នៅឆ្ងាយដែលបង្ហាញអំពីឯកលក្ខណៈដូចគ្នា this និយាយអំពីពហុវចនៈប៉ុន្តែនៅជិតហើយ those និយាយអំពីពហុវចនៈហើយនៅឆ្ងាយយើងឧទាហរណ៍ខ្ញុំលើកឧទាហរណ៍តែមួយទេ this book is good អញ្ចឹងនិយាយពី is នេះដោយសារតែ this book អញ្ចឹង this book គឺបង្ហាញថា book នេះជាឯកបត្តិចំណែក simple នេះអញ្ចឹងវាបញ្ជាក់លក្ខណៈឲ្យ simple នេះឲ្យកាន់តែច្បាស់ថា simple នេះ simple នៅនេះ is good ល្អបាទទី3 possessive អញ្ចឹង possessive មានន័យថាយើងប្រើជាខ្មែរថាកម្មសិទ្ធិអញ្ចឹង determiner ឬក៏គុណនាមកំណត់នេះក៏មានជាប្រភេទគឺនិយាយគេអាចប្រើវាបង្ហាញអំពីកម្មសិទ្ធិមានន័យថាកម្មសិទ្ធិរបស់នាមឯមួយឧទាហរណ៍ថាដូចជាពាក្យ my ពាក្យ your ពាក្យ her ពាក្យ him ពាក្យ their ពាក្យ it ហើយពាក្យ our ដូចជា my របស់ខ្ញុំ your របស់អ្នក her របស់នាង him របស់គាត់ their របស់ពួកគេ it របស់វាហើយ our របស់ពួកយើងអញ្ចឹងវាក៏ determiner ក៏វាប្រើដើម្បីជួយបញ្ជាក់ឲ្យពីនាមនឹងថាជាកម្មសិទ្ធិរបស់អ្នកណាដែរអញ្ចឹងយើងត្រូវស្គាល់ដែរឧទាហរណ៍ my book is on the table សៀវភៅរបស់ខ្ញុំអញ្ចឹង my នេះគឺជា determiner ដែលដើរតួជាកម្មសិទ្ធិដែលបញ្ជាក់លក្ខណៈឲ្យ book ថា book នេះជារបស់អ្នកណា book ជារបស់គឺនៅលើតួអង្គសំខាន់នៅក្នុងថ្ងៃនេះគឺនិយាយអំពី quantifiers បាទនិយាយអំពី determine ដែរតែនិយាយអំពីបរិមាណចំនួនបរិមាណប៉ុន្តែបរិមាណនេះយើងអត់និយាយឲ្យច្បាស់លាស់ថាវាមាន4 10 20ឬក៏30ទេប៉ុន្តែយើងសំដៅទៅលើជាភាគរយអញ្ចឹងពី 100% ទៅដល់ 0% តែយើងគួរប្រើប្រាស់ពាក្យ determiner ណាខ្លះដើម្បីបញ្ជាក់អំពីចំនួនរបស់វាអញ្ចឹងកាលណាកម្រិត100% យើងត្រូវប្រើ all out មានន័យថាទាំងអស់ For example all of them have the costumes បាទ costume អញ្ចឹងពួកគេទាំងអស់គ្នាមានសម្លៀកបំពាក់គ្រប់គ្នាអញ្ចឹង all out កាលណាយើងប្រើ all out មានន័យថាឧទាហរណ៍ថាគ្នាយើង10នាក់មានន័យថា
គ្នាយើង10នាក់មានសម្លៀកពាក់អស់អញ្ចឹងយើងត្រូវប្រើពាក្យ all out ដើម្បីយើងចង់ប្រាប់ពីថាគ្នាទាំង10នាក់ហ្នឹងគឺមានទាំងអស់អត់មានខ្វះមួយតែបើសិនមានខ្វះមួយពីរយើងអាចប្រើ all out បានយើងប្រើអី most of អញ្ចឹងmìnhធ្លាក់ពី100អាចមក80អីចឹងទៅយើងប្រើពាក្យ most of បាទ most of them are singing បាទទីពួកគេស្ទើរតែគ្រប់គ្នាគឺជ្រៀងបាទគឺជ្រៀងឬក៏កំពុងជ្រៀងពួកគេស្ទើរតែគ្រប់គ្នាអញ្ចឹងមានន័យថាអត់ទាំងអស់ទេមាន10នាក់អញ្ចឹងមាន2នាក់អត់ជ្រៀងទេ8នាក់ទៀតក៏ជ្រៀងអញ្ចឹងយើងប្រើពាក្យ most of ទី3 a lot of គឺអាចឆ្លៀតមកដល់ 60% យើងប្រើពាក្យ a lot of them are playing guitars បាទអញ្ចឹង a lot of them are playing guitar អញ្ចឹងយើងត្រូវដឹងថាa lot of នេះមានន័យថាបាទពួកអីគេពួកគេជាច្រើនកំពុងតែលេងវីបាទលេងហ្គីតាប៉ុន្តែចាប់ដើមចុះទីរឹងឧទាហរណ៍10នាក់មិនមែនថាអត់12នាក់វាអាចអត់5នាក់ឬក៏4នាក់អីទៅដែលគាត់អត់លេងច្រើនហ្នឹងគឺលេងហ្គីតាអញ្ចឹងគេប្រើពាក្យ a lot of បាទ a lot ច្រើនតោះបន្តមកទៀតអាចចូលមកដល់40អីចឹងទៅឬក៏50វិញយើងប្រើពាក្យ some of បាទមួយចំនួន some of ប្រែខ្មែរថាមួយចំនួន a lot of ប្រែថាច្រើនដែរបាទ most of ច្រើនមានន័យថាច្រើនគួរសមស្ទើរតែទាំងអស់បាទអញ្ចឹង some of មួយចំនួន some of them have black hair បាទពួកគេមួយចំនួនមានសក់ពណ៌ខ្មៅអញ្ចឹងនៅក្នុងចំណោមពួកគេហ្នឹងដូចគ្នាទាំង10នាក់ហ្នឹងអាចមានសក់ពណ៌ខ្មៅតែ3 4នាក់អីចឹងទៅបាទឬក៏5នាក់ទៅក្រៅហ្នឹងសក់ពណ៌អីផ្សេងខុសពីពណ៌ខ្មៅអញ្ចឹងគេប្រើពាក្យ some of មានន័យថាមួយចំនួនណាបាទទី5 not many of នេះធ្លាក់មកដល់ 20% ឬក៏ 30% អីហើយឬក៏10% ហ្នឹងបាទនៅក្នុងចំណោមហ្នឹងយើងអាចលើកឡើងពីចំនួនណា not many of students come late បាទអញ្ចឹងមិនមែនអីគេមានសិស្សតិចតួចដែលគាត់មករៀនយើងនិយាយភាសាខ្មែរថាមានសិស្សតិចតួចដែលគាត់មកជីណាបាទឬក៏មិនមានសិស្សច្រើនទេដែលគាត់មករៀនជីនោះយើងថាតិចតួច10នាក់ឯងមាន2នាក់3នាក់ឬក៏1នាក់ដែលគាត់មកអញ្ចឹងយើងប្រើពាក្យ not many of ចុងក្រោយ0%យើងប្រើ none of គឺអត់តែដល់អត់សោះ none of my friend go to gym មិនមានមិត្តភក្តិណាខ្ញុំណាម្នាក់ទៅហាត់ប្រាណនោះឬក៏ទៅកន្លែងហាត់ក្លឹបហាត់ប្រាណនោះអញ្ចឹង none of my friend go to gym តែជា quantifier កាលណាយើងប្រើdetermine ដែលនិយាយអំពីប្រភេទទី4 quantifiers យើងត្រូវចាំថាវាប្រើជាមួយនឹងនាមដែលជាពហុវចនៈដូចជាពាក្យ them នេះមិនមែនឯកវចនៈទេ them ពួកគេអញ្ចឹងវាច្រើន friends ក៏ជាពហុវចនៈ student មាន s ក៏ជាពហុវចនៈអញ្ចឹងយើងត្រូវចាំថា quantifier ដែល determine និយាយអំពី quantifier គឺយើងប្រើ determine ហ្នឹងនៅខាងមុខនាមពហុវចនៈបាទអញ្ចឹងត្រឡប់មកវិញ determine យើងនិយាយអំពីកំណត់ការកំណត់មានន័យថាកំណត់អំពីនាមនឹងឲ្យកាន់តែច្បាស់លាស់អំពីចំនួនអំពីកម្មសិទ្ធិឬក៏អំពីទីតាំងរបស់នាមនឹងកាន់តែច្បាស់អញ្ចឹងដូចថ្ងៃនេះលោកគ្រូមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូននឹងអាចប្រើប្រាស់ determine នៅក្នុងប្រយោគនៅក្នុងការសន្ទនារបស់បងប្អូនបានត្រឹមត្រូវទាំងអស់គ្នាសូមព្រះគុណ